រឿងអ្នកលក់នំនិងសត្វរុយនៅក្នុងទីក្រុងតូចមួយមានបុរសអ្នកលក់នំម្នាក់រស់នៅទីនោះជាមួយប្រពន្ធរបស់គាត់លក់នំដាច់បានច្រើនណាស់ក្នុងមួយថ្ងៃពីព្រោះប្រជាជននៅក្នុងទីក្រុងនោះចូលចិត្តបរិភោគនំរបស់គាត់ហើយគ្រប់គ្នាតែងតែសរសើរពីស្នាដៃរបស់គាត់និងប្រពន្ធរបស់គាត់ផងដែរថ្ងៃមួយមានបុរសម្នាក់បានដើរសំដៅមករកហាងរបស់គាត់ហើយគាត់សួរថាតើលោកម្ចាស់ចង់ទិញនំអីពួកយើងមាននំច្រើនប្រភេទណាស់លោកចង់បាននំប្រភេទអីពួកយើងក៏មានដែរគឺខ្ញុំត្រូវការនំច្រើនប្រភេទណាស់នៅថ្ងៃស្អែកពីព្រោះផ្ទះរបស់យើងមានកម្មវិធីពិសេសមួយហើយខ្ញុំចង់ឲ្យអ្នកលក់នំធ្វើនំដែលមានរសជាតិផ្អែមឆ្ងាញ់ហើយខ្ញុំនឹងឲ្យគេមកយកនំទៅផ្ទះរបស់ខ្ញុំនៅពេលថ្ងៃត្រង់ស្អែកនេះតើលោកអាចធ្វើទាន់ឲ្យខ្ញុំទេគឺខ្ញុំត្រូវការនំច្រើនប្រភេទពីគ្នាកាន់តែច្រើនគឺកាន់តែល្អឯតម្លៃវិញមិនមែនជាបញ្ហានោះទេសូមតែធ្វើនំឲ្យឆ្ងាញ់និងល្អមកឲ្យខ្ញុំទៅគឺបានហើយលោកម្ចាស់មកត្រូវកន្លែងហើយមិនអីនោះទេខ្ញុំអាចធ្វើឲ្យទាន់ពេលវេលាជូនលោកបានរីឯនំសូមលោកម្ចាស់ទុកចិត្តខ្ញុំធានាថានឹងមានរសជាតិឆ្ងាញ់ហើយសុទ្ធតែជានំល្អទាំងអស់ដោយដែលលោកម្ចាស់បានឃើញនំដែលនៅទីនេះស្រាប់ហើយបានមិនអីនោះទេខ្ញុំទុកចិត្តលើលោកហើយអញ្ចឹងខ្ញុំសូមលាលោកទៅវិញហើយថ្ងៃស្អែកខ្ញុំរងចាំទទួលនំនៅឯផ្ទះរបស់ខ្ញុំសូមលោកម្ចាស់ទុកចិត្តចោះនំនឹងទៅដល់ផ្ទះលោកម្ចាស់នៅថ្ងៃស្អែកនេះយ៉ាងពិតប្រាកដអូនសម្លាញ់ឱកាសល្អសម្រាប់ពួកយើងបានមកដល់ទៀតហើយអូននៅចាំតូបនេះហើយពីព្រោះបន្តិចទៀតបងត្រូវទៅរកទិញគ្រឿងនំសម្រាប់យកមកធ្វើនំឲ្យកម្មវិធីរបស់គេលុះដល់ពេលល្ងាចអ្នកលក់នំបានទៅទិញគ្រឿងធ្វើនំរួចជាស្រេចហើយថ្ងៃក៏បានលិចបាត់ទៅពីរអ្នកប្តីប្រពន្ធបានក្រោកធ្វើនំតាំងពីព្រលឹមពីព្រោះខ្លាចធ្វើនំមិនទាន់កម្មវិធីរបស់គេទាំងពីរអ្នកប្តីប្រពន្ធខិតខំធ្វើនំទាំងអស់ឲ្យបានល្អបំផុតនៅពេលពួកគេកំពុងតែរវល់ធ្វើនំមានសត្វរុយ3ក្បាលបានហើរមកទុំនៅលើនំរបស់ពួកគេអីគេខ្មៅនោះហាសត្វរុយឆាប់ថយចេញឲ្យឆ្ងាយទៅកុំមកទុំនៅលើនំរបស់យើងឆាប់ចេញទៅសត្វរុយទាំងនោះក៏បានហើរចេញបាត់ទៅមួយសន្ទុះក្រោយមកក៏មានសត្វរុយជាច្រើនបានហើរមកទុំលើនំរបស់ពួកគេម្ដងទៀតតើពួកឯងនិយាយមិនចេះស្ដាប់គ្នាទេឬពួកឯងចង់ឲ្យយើងខឹងខ្លាំងជាងនេះពួកឯងចង់ស្លាប់ហើយមើលទៅសូមកុំសម្លាប់ពួកខ្ញុំអីពួកខ្ញុំមិនរំខានលោកម្ចាស់ទេសូមឲ្យចំណីអាហារមកឲ្យពួកខ្ញុំខ្លះផងនៅពេលពួកខ្ញុំឆេវឆ្អែតហើយពួកខ្ញុំនឹងត្រឡប់ទៅវិញហើយមិនហ៊ាននៅរំខានលោកម្ចាស់ឡើយសូមលោកម្ចាស់មេត្តាដល់ពួកខ្ញុំផងទៅបងបើបងរវល់តែឆ្លោះនឹងសត្វរុយតិចលោធ្វើនំឲ្យកម្មវិធីគេមិនទាន់ទៅទុកឲ្យពួកវាឆេយនំនោះខ្លះទៅមួយណាមិនល្អចាំយើងបោះចោលទៅមិនអីនោះទេការធ្វើនំឲ្យបានច្រើននិងទាន់ពេលវេលាទើបវាជារឿងសំខាន់ហើយយើងក៏ទទួលបានប្រាក់ច្រើនតាមនឹងដែរណាបើបងគិតតែពីឆ្លោះប្រកែកនឹងសត្វរុយគឺគ្មានប្រយោជន៍អីនោះទេអូននិយាយត្រូវហើយមានអ្នកភូមិម្នាក់បានដើរមកឃើញនំរបស់ពួកគេមានសុទ្ធតែសត្វរុយទុំនៅពីលើនំគាត់ភ្ញាក់ផ្អើលខ្លាំងណាស់រីឯសត្វរុយពេលឆេវឆ្អែតហើយក៏ហើរចេញបាត់អស់ទៅហើយអ្នកទាំងពីរអ្នកប្តីប្រពន្ធក៏បានធ្វើនំរួចរាល់ផងដែរលុះដល់ថ្ងៃត្រង់មានអ្នកបម្រើជាច្រើនបាននាំគ្នាមកយកនំពីហាងរបស់គាត់លុះដល់ពេលល្ងាចនៅពេលពីរអ្នកប្តីប្រពន្ធកំពុងតែដេកលក់ស្រួលស្រាប់តែពួកគេបានឮសំឡេងគោះទ្វារនិងឮសំឡេងហ្វូងមនុស្សជាច្រើនហេអ្នកលក់នំឆាប់ចេញមកតើមានរឿងអ្វីមែនទេបានជាអ្នកទាំងអស់គ្នាមកផ្ទះរបស់ខ្ញុំអញ្ចឹងនំរបស់ឯងបានធ្វើឲ្យភ្ញៀវរបស់ខ្ញុំជាច្រើនចុកពោះហើយខ្លះទៀតក្អួតចង្អោរហេតុអីបានជាឯងធ្វើនំមិនល្អយ៉ាងនេះប៉ុន្តែខ្ញុំមិនបានដាក់អីបន្ថែមចូលនោះទេគឺខ្ញុំធ្វើទៅតាមរូបមន្តបើឯងធ្វើតាមរូបមន្តទាំងអស់មិនបានជាមនុស្សធ្លាក់ខ្លួនឈឺនៅពេលដែលគេបរិភោគនំរបស់ឯងអញ្ចឹងខ្ញុំក៏មិនដឹងដែរ
នេះមកពីនំរបស់ឯងមិនស្អាតនិងគ្មានអនាម័យទើបធ្វើឲ្យមានមនុស្សធ្លាក់ខ្លួនឈឺបែបនេះតើមិនស្អាតត្រង់ណាកាលពីព្រឹកមិញខ្ញុំបានឃើញមានសត្វរុយជាច្រើនណាស់មកទុំនៅលើនំរបស់ឯងហើយលោកមិនបានដេញវាចេញឡើយលោកដឹងទេសត្វរុយគឺជាសត្វចង្រៃអាចចម្លងមេរោគដល់យើងបានឲ្យខ្ញុំសុំទោសនេះមកពីខ្ញុំមានចិត្តលោភលន់ចង់បានប្រាក់ច្រើនពេកហើយខ្លាចធ្វើនំមិនបានច្រើននិងមិនទាន់កម្មវិធីរបស់លោកម្ចាស់ទើបមិនបានខ្វល់ពីសត្វរុយទាំងនោះអ្នកភូមិទាំងអស់ខឹងនឹងអ្នកលក់នំណាស់ហើយពួកគេបាននាំគ្នាវាយអ្នកលក់នំនោះហើយអ្នកលក់នំសុំអង្វរថាសូមឈប់វាយខ្ញុំទៅខ្ញុំដឹងខុសហើយខ្ញុំឈប់ធ្វើឲ្យកើតមានរឿងបែបនេះទៀតហើយសូមឈប់វាយខ្ញុំទៅខ្ញុំសូមអង្វរឈប់វាយខ្ញុំទៅរឿងនេះខ្ញុំគឺជាអ្នកហាមគាត់មិនឲ្យទៅដេញសត្វរុយនោះចេញសូមអ្នកទាំងអស់គ្នាឈប់វាយគាត់ទៅពួកខ្ញុំដឹងខុសហើយពួកខ្ញុំសន្យាថានឹងមិនឲ្យរឿងបែបនេះកើតឡើងទៀតឡើយចាប់ពីពេលនោះមកពីអ្នកប្តីប្រពន្ធធ្វើនំដោយប្រុងប្រយ័ត្ននិងមានអនាម័យបំផុតប្រជាជនទាំងអស់ចាប់ផ្ដើមមកទិញនំរបស់គាត់ឡើងវិញហើយគាត់ក៏លក់ដាច់ដោយការពីមុនឡើងវិញដែររឿងត្រីចម្លែកកាលពីព្រេងនាយមានស្ដេចនិងម្ចាស់ស្ត្រីពីរអង្គដែលបានសោយរាជ្យនៅលើអាណាចក្រដ៏រុងរឿងមួយប៉ុន្តែស្ដេចនិងម្ចាស់ស្ត្រីត្រូវបានហោរាម្នាក់ទាយឲ្យពួកទ្រង់ថាទ្រង់ទាំងពីរនឹងគ្មានបុត្រដើម្បីគ្រងរាជ្យសម្បត្តិបន្តឡើយរឿងនេះបានធ្វើឲ្យស្ដេចព្រមទាំងមហេសីពិបាកព្រះទ័យខ្លាំងណាស់ស្ដេចតែងតែមកលួងលោមមហេសីរបស់ទ្រង់ជារៀងរាល់ថ្ងៃនិងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមហេសីរបស់ទ្រង់សប្បាយព្រះទ័យប៉ុន្តែវាមិនអាចនោះឡើយព្រះនាងទ្រង់ចង់បានបុត្រាមួយអង្គហើយក្រៅពីនោះក៏គ្មានអ្វីអាចធ្វើឲ្យព្រះនាងសប្បាយព្រះទ័យបានឡើយពេលមួយឆ្នាំទៅមួយឆ្នាំស្ដេចនិងមហេសីតែងតែសង្ឃឹមថាទ្រង់ពិតជាអាចមានបុត្រដើម្បីគ្រងរាជ្យពីទ្រង់បានច្រើនឆ្នាំកន្លងផុតទៅម្ចាស់ក្សត្រីប្រសូតបានបុត្រីមួយអង្គថ្វាយដល់ស្ដេចដែលជាព្រះស្វាមីប៉ុន្តែព្រះនាងមិនសប្បាយព្រះទ័យឡើយពីព្រោះព្រះនាងចង់បានបុត្រាជាងបុត្រីហើយទ្រង់គិតក្នុងព្រះទ័យតែអង្គឯងថាបើបុត្រនេះគឺជាបុត្រានោះពិតជាល្អណាស់ខ្ញុំនឹងតែងតាំងទ្រង់ឲ្យឡើងធ្វើជាស្ដេចហើយខ្ញុំក៏សប្បាយចិត្តខ្លាំងជាងនេះដែរប៉ុន្តែនេះគឺជាបុត្រីតើទ្រង់នឹងអាចឡើងគ្រងរាជ្យបន្តពីព្រះស្វាមីបានយ៉ាងម៉េចទៅក្នុងរាជវង្សរបស់យើងជាច្រើនជំនាន់មកហើយមិនដែលមានស្ដេចស្រីនោះទេទេវតាពិតជាធ្វើបាបដល់រាជវង្សទូបង្គំពិតមែនហើយតែមិនអីនោះទេជាបុត្រីក៏បានដែរយ៉ាងណាកុំឲ្យតែគ្មានបុត្រដូចជាសម្ដីរបស់ហោរានោះនៅពេលព្រះនាងកំពុងតែគិតស្ដេចក៏បានយាងមកដល់ស្ដេចបានទតទៅមើលបុត្រីរបស់ទ្រង់ដោយសប្បាយព្រះទ័យខ្លាំងណាស់ដែលទ្រង់អាចមានបុត្រីមួយអង្គដ៏ស្រស់ស្អាតស្ដេចតែងតែចំណាយពេលនៅជាមួយមហេសីនិងបុត្រីរបស់ទ្រង់ជារៀងរាល់ថ្ងៃទោះបីជាទ្រង់រវល់រឿងរាជកិច្ចនៅក្នុងរាជដំណាក់យ៉ាងណាក៏ដោយមិនយូរបុត្រីនោះក៏ដល់ព្រះជន្ម16ឆ្នាំព្រះនាងពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ហើយមាតាបិតារបស់ព្រះនាងតែងតែនៅក្បែរព្រះនាងជារៀងរាល់ថ្ងៃថ្ងៃមួយមន្ត្រីម្នាក់បានមកនិយាយជាមួយនឹងស្ដេចថាព្រះអង្គម្ចាស់ទូលបង្គំដឹងថារាល់ថ្ងៃនេះព្រះអង្គហត់នឿយព្រះកាយច្រើនណាស់ព្រះអង្គត្រូវធ្វើការងាររាជកិច្ចនិងរឿងប្រជារាស្ត្រហើយទ្រង់ត្រូវមកមើលថែព្រះនាងតូចទៀតទូលបង្គំបារម្ភពីសុខភាពរបស់ទ្រង់ណាស់ក្រាបទូលហេតុនេះហើយទើបទូលបង្គំនាំស្ត្រីនេះមកដើម្បីជួយមើលព្រះនាងតូចជំនួសទ្រង់ទាំងពីរតើទ្រង់យល់យ៉ាងណាដែរក្រាបទូលស្ដេចក៏បានយល់ព្រមទាំងមិនដឹងពីប្រវត្តិរបស់ស្ត្រីនោះច្បាស់ឡើយតាមពិតស្ត្រីនោះគឺជាមនុស្សអាក្រក់ដែលលួចរៀនមន្តអាគមចម្លែកហើយនាងត្រូវបានមន្ត្រីចិត្តលោភលន់ម្នាក់ពឹងពាក់នាងឲ្យមកជួយដល់គាត់ដើម្បីឲ្យគាត់អាចឡើងធ្វើជាស្ដេចរាល់ថ្ងៃមន្ត្រីនិងស្ត្រីចិត្តកំណាចនោះតែងតែរៀបចំគម្រោងដើម្បីចង់ដណ្ដើមរាជបល្ល័ង្ក
ហើយគ្រប់គ្រងនៅលើអាណាចក្រនោះ គម្រោងរបស់យើងដំណើរការបានល្អណាស់ឥឡូវនេះពួកយើងត្រូវធ្វើអ្វីបន្តទៀតដើម្បីបានអាណាចក្រនេះឆាប់យើងត្រូវតែធ្វើឲ្យបានសម្រេចនិងលឿនបំផុតពីព្រោះស្ដេចនិងមហេសីកំពុងតែទុកចិត្តលើយើងទាំងពីរ លោកម្ចាស់ដឹងថាស្ដេចទ្រង់រវល់នឹងរាជកិច្ចរាល់ថ្ងៃទ្រង់មិនអាចមកចាប់កំហុសយើងបាននោះទេប៉ុន្តែបើលោកម្ចាស់ចង់ឆាប់ឡើងសោយរាជ្យសូមលោកម្ចាស់ធ្វើតាមខ្ញុំគឺលោកម្ចាស់ត្រូវតែលួងលោមព្រះនាងតូចឲ្យចេញឆ្ងាយពីរាជដំណាក់ហើយខ្ញុំនឹងសូត្រមន្តអាគមធ្វើឲ្យព្រះនាងคล้ายទៅជាសត្វត្រីមួយក្បាលនៅពេលនោះស្ដេចនិងព្រះមហេសីមិនខ្វល់ពីអ្វីទាំងអស់គឺគិតតែពីរឿងស្វែងរកព្រះនាងតូចពេលនោះគឺជាឱកាសល្អសម្រាប់លោកម្ចាស់ហើយមន្ត្រីនោះក៏បានយល់ព្រមហើយគាត់ក៏បានដើរចាក់ចេញទៅសម្ដៅទៅរកព្រះនាងតូចដែលកំពុងតែឈរលេងនៅក្នុងសួនច្បារព្រះនាងតើទ្រង់ដែរឃើញសត្វត្រីពណ៌មាសដែរឬទេតោះមកជាមួយទូបង្គំនឹងបង្ហាញត្រីនោះដល់ព្រះនាងក៏បានយល់ព្រមហើយពួកគេក៏បានដើរចេញទៅមន្ត្រីនោះបាននាំព្រះនាងតូចដើរកាត់តាមផ្លូវស្ងាត់មួយនៅតាមផ្លូវមានព្រះអង្គមួយអង្គបានឃើញហើយទ្រង់កើតមានសេចក្តីសង្ស័យក្នុងចិត្តទើបសម្រេចរត់តាមពីក្រោយទ្រង់រត់ពួនពីដើមឈើមួយទៅដើមឈើមួយហើយចាំលបមើលដោយប្រុងប្រយ័ត្នសូមរងចាំទីនេះសិនចោះបន្តិចទៀតទូបង្គំនឹងទៅយកត្រីពណ៌មាសនោះយកមកឲ្យទ្រង់តូចមើលក្រាបទូលបង្គំជឿជាក់ថាព្រះនាងនឹងពេញចិត្តវាពីព្រោះវាពិតជាស្រស់ស្អាតខ្លាំងណាស់នៅពេលមន្ត្រីនោះកំពុងតែនិយាយស្ត្រីនោះបានដើរលេចចេញមកពីក្រោយព្រះនាងតូចនិងសូត្រមន្តអាគមដាក់ព្រះនាងតូចរំពេចនោះព្រះនាងបានคล้ายទៅជាត្រីមួយក្បាលរាជបុត្រឃើញហើយទ្រង់តក់ស្លុតខ្លាំងណាស់ហើយទ្រង់ក៏បានរត់យ៉ាងលឿនមកចាប់យកត្រីនោះហេតុអីបានជាពួកឯងធ្វើបាបព្រះនាងបែបនេះយើងបានឃើញរឿងនេះតាំងពីដើមអស់ហើយឯងបាននាំព្រះនាងចេញពីរាជវាំងរហូតដល់ពេលឯងធ្វើបាបព្រះនាងឲ្យคล้ายទៅជាត្រីយើងនឹងយករឿងទាំងអស់នេះទៅទូលដល់ស្ដេចហើយឯងនឹងត្រូវទ្រង់ដាក់ទោសជាមិនខានឡើយនៅពេលឮសម្ដីរបស់រាជបុត្រនោះហើយពួកគេភ័យខ្លាំងណាស់ហើយនៅពេលនោះស្ត្រីបានដាក់មន្តអាគមដល់រាជបុត្រឲ្យคล้ายទៅជាមនុស្សគោដើម្បីកុំឲ្យព្រះអង្គយករឿងដែលបានកើតឡើងទៅទូលដល់ស្ដេចរាជបុត្របានព្យាយាមនិយាយប៉ុន្តែទ្រង់មិនអាចហាមាត់និយាយចេញបានឡើយទ្រង់ក៏បាននាំយកត្រីដែលមានមង្កុដនោះដើរទៅក្នុងរាជវាំងហើយទ្រង់រងចាំស្ដេចចេញមកជួបនឹងទ្រង់សូមយកទូបង្គំទៅដាក់ក្នុងទឹកក្នុងរាជដំណាក់នោះផងរាជបុត្រនោះបាននាំយកព្រះនាងទៅដាក់ក្នុងរាជដំណាក់នៅពេលព្រះមហេសីបានឃើញទ្រង់មានព្រះទេយងឿងឆ្ងល់ខ្លាំងណាស់ហើយទ្រង់ក៏បានដើរមកសួររាជបុត្រតូចនោះតើទ្រង់យាងមកពីណាហើយទ្រង់មានការអ្វីជាមួយព្រះស្វាមីខ្ញុំម្ចាស់មែនទេរាជបុត្រព្យាយាមនិយាយណាស់ប៉ុន្តែមិនអាចនិយាយចេញបានឡើយមហេសីក៏បានយាងទៅកាន់ស្ដេចហើយនាំទ្រង់ឲ្យមកជួបនឹងរាជបុត្រនោះទូបង្គំយល់ថារាជបុត្រនេះចង់និយាយប្រាប់យើងនៅរឿងអ្វីមួយប៉ុន្តែទ្រង់មិនអាចនិយាយចេញមកបានរាជបុត្រនោះនៅតែព្យាយាមនិយាយប៉ុន្តែមិនអាចនិយាយចេញបាននោះឡើយហើយទ្រង់ក៏អស់សង្ឃឹមក្នុងព្រះទ័យច្រើនថ្ងៃកន្លងផុតទៅរាជបុត្រនៅតែមិនអាចនិយាយបានហើយស្ដេចនិងមហេសីនៅតែគិតក្នុងចិត្តថារាជបុត្រនោះកំពុងតែចង់និយាយរឿងអ្វីមួយប្រាប់ដល់ទ្រង់រាជបុត្រតូចតែងតែមកលេងនឹងត្រីនោះជារៀងរាល់ថ្ងៃតើឯងគឺជាអ្នកណាហើយឯងមកពីណាហេតុអ្វីពួកខ្ញុំមិនដែលបានឃើញឯងសោះអញ្ចឹងពិតមែនហើយតើឯងគឺជាត្រីប្រភេទអីមិនក៏មានមកុដនៅលើក្បាលឯងអញ្ចឹងហើយឯងមានក្រឡាមិនដូចជាពួកយើងទេ
ឬឯងគឺជាត្រីចម្លែកឆាប់និយាយប្រាប់ពួកយើងភ្លាមតាមពិតខ្ញុំមិនមែនជាសត្វត្រីនោះទេខ្ញុំគឺជាព្រះនាងដែលជាបុត្រីនៃស្ដេចដែលគ្រប់គ្រងនៅអាណាចក្រនេះរូបខ្ញុំคล้ายទៅជាសត្វត្រីពីព្រោះតែមនុស្សអាក្រក់បានធ្វើឲ្យខ្ញុំคล้ายទៅជាត្រីបែបនេះហើយខ្ញុំក៏មិនដឹងថាធ្វើយ៉ាងណាទើបអាចคล้ายទៅជារូបរាងដើមវិញបានឡើយថាម៉េចឯងគឺជាមនុស្សហើយជាព្រះនាងទៀតខ្ញុំស្ទើរមិនជឿនោះទេថាមនុស្សអាចคล้ายមកជាសត្វត្រីបានពួកមនុស្សរៀនចេះមន្តអាគមចម្លែកណាស់បើមនុស្សអាចคล้ายមកជាសត្វត្រីអញ្ចឹងសត្វត្រីដូចជាពួកយើងក៏អាចคล้ายទៅជាមនុស្សបានដែរតើទ្រង់អាចជួយពួកខ្ញុំឲ្យคล้ายទៅជាមនុស្សបានទេខ្ញុំចង់ដើរទៅណាមកណាដូចជាមនុស្សមិនចង់នៅតែក្នុងទឹកនោះទេពិតមែនហើយខ្ញុំក៏ចង់คล้ายទៅជាមនុស្សដែរសូមជួយពួកខ្ញុំផងទៅនៅពេលពួកគេកំពុងតែនិយាយគ្នាព្រះរាជបុត្រតូចបានដាក់ប្រាសាទជាច្រើនហើយចាប់ផ្ដើមតុបតែងនិងប្រឡែងលេងជាមួយសត្វត្រីជាច្រើនទៀតដើម្បីទុកជាមិត្តរបស់ព្រះនាងតូចហែទឹកលេងយ៉ាងសប្បាយចិត្តហើយព្រះរាជបុត្រតូចក៏សប្បាយចិត្តដែរនៅពេលមហេសីស្ដេចបានឃើញដូចនេះទ្រង់មានប្រតិយងឿងឆ្ងល់កាន់តែខ្លាំងហើយទ្រង់បានទៅទតមើលសត្វត្រីចម្លែកនោះមហេសីស្ដេចមានព្រះទ័យចម្លែកណាស់នៅពេលបាននៅជិតសត្វត្រីនោះទ្រង់កាន់តែមានចិត្តអាណិតនិងស្រឡាញ់ត្រីនោះដូចជាស្រឡាញ់បុត្រីរបស់ខ្លួនអញ្ចឹងនៅពេលនោះមានឥសីម្នាក់បានដើរចូលទៅក្នុងរាជដំណាក់ដែលមហេសីស្ដេចកំពុងតែគង់នៅជាមួយសត្វត្រីចម្លែកនោះឥសីបានឃើញសត្វត្រីចម្លែកនោះហើយភ្ញាក់ផ្អើលក្នុងចិត្តខ្លាំងណាស់ត្រីចម្លែកនេះគឺជាបុត្រីរបស់ទ្រង់នឹងហើយនាងត្រូវមន្តអាគមអាក្រក់ទើបទ្រង់คล้ายទៅជាត្រីបែបនេះពេលមហេសីឮរឿងនោះហើយទ្រង់ស្លុតព្រះទ័យខ្លាំងណាស់អ្នកដែលធ្វើឲ្យព្រះនាងคล้ายទៅជាត្រីមិនមែនជាអ្នកនៅឯណាឆ្ងាយនោះទេគឺជាស្ត្រីដែលបានមើលថែព្រះនាងនោះហើយនៅពេលឥសីកំពុងនិយាយស្ដេចក៏បានយាងមកដល់ពេលទ្រង់បានដឹងរឿងនោះអស់ហើយស្ដេចបានបញ្ជាឲ្យសេនាទៅចាប់ខ្លួនស្ត្រីកំណាចនិងមន្ត្រីនោះមកហើយឥសីនោះក៏បានប្រើមន្តវិជ្ជាសិលរបស់គាត់ធ្វើឲ្យព្រះនាងតូចคล้ายទៅជាមនុស្សវិញព្រះនាងសប្បាយព្រះទ័យខ្លាំងណាស់សូមលោកតាជួយដល់រាជបុត្រនេះផងគាត់ត្រូវមន្តអាគមរបស់ស្ត្រីកំណាចនោះដែរឥឡូវទ្រង់មិនអាចនិយាយអ្វីចេញបានឡើយលោកតាឥសីក៏បានធ្វើឲ្យព្រះរាជបុត្រតូចនោះអាចនិយាយឡើងវិញបានហើយទ្រង់សប្បាយព្រះទ័យខ្លាំងណាស់ចំណែកឯមន្ត្រីចិត្តលោភលន់និងស្ត្រីកំណាចត្រូវបានស្ដេចចាប់យកទៅដាក់ក្នុងគុកហើយស្ដេចបានមានបន្ទូលថាយើងខំទុកចិត្តលើឯងរាល់រាជកិច្ចរាជវាំងទាំងអស់គឺឯងដឹងទាំងអស់ហេតុនេះហើយឯងចង់ឡើងគ្រងរាជជំនួសយើងមែនទេឯងត្រូវចាំថាអាចកំបាំងគឺមិនអាចលាក់ទុករហូតបាននោះទេហើយសេចក្តីលោភលន់គឺមិនអាចយកឈ្នះសេចក្តីទៀងត្រង់បានឡើយយើងអស់ទំនុកចិត្តលើឯងទៀតហើយឯងនឹងត្រូវនៅក្នុងគុកនេះអស់មួយជីវិតចាប់ពីពេលនោះមករាជវង្សរបស់ស្ដេចក៏បានរស់នៅជួបជុំគ្នានិងសុខសាន្តរហូតតទៅ